បាទឥឡូវនេះយើងមក hype up Holy Land Lark A1 បាទដែលភ្ញៀវគាត់នៅតាមបណ្ដាខេត្តគាត់ចង់ឲ្យ hype ធ្វើការតេស្តជូនគាត់ឲ្យហើយមុននឹងផ្ញើចេញទៅជូនគាត់គាត់ខ្ជិលឆែកអីច្រើនអញ្ចឹងគាត់ថាឆែកជូនគាត់ឲ្យហើយទៅហើយដើម្បីធានាសុវត្ថិភាពទៅលើការប្រើប្រាស់អញ្ចឹងណាប៉ុន្តែចង់បញ្ជាក់ជូនបងប្អូនថាផលិតផលប្រភេទ original នេះគឺយើងមានការឆ្លងកាត់ការតេស្តពីរោងចក្រអីហើយអស់ហើយក៏មានសុវត្ថិភាព 100% ដែរមុននឹងគេលក់ចេញមកលើទីផ្សារបាទអញ្ចឹងមិនបាច់បារម្ភទេពីការប្រើប្រាស់របស់វាចឹងអានេះវាមាន seal របស់វាសម្រាប់ model original គឺវាមាន seal បែបនេះបាទវាអត់ខុសអីពី iPhone 17 Pro Max យើងទេបាទចឹង iPhone 17 Pro Max មួយរយៈនេះគឺថាខាតច្រើនមែនតើបាទគឺធ្លាក់ថ្លៃបាទខ្លាំងតែម្ដងបាទចឹងយើងមកមើលម៉ៃរបស់យើងវិញម្ដងបាទគឺនៅក្នុងប្រអប់គឺថាឃើញថាវាមានជាមួយនឹងបាទ plastic ដើម្បី workshop បាទនេះយើងបកវាចេញទៅចឹងបាទគឺរបស់ស៊ីនគឺណែនអញ្ចឹងបាទអានេះកន្ស៊ីនពិតប្រាកដរបស់គេបាទគឺរូបរាងបាទបងប្អូនមើលគឺស្រស់ស្អាតមែនតើបាទអញ្ចឹងរូបរាងវាឃើញថាតូចខ្លាំងមែនតើបាទតូចជាងមេដៃទៀតអានេះប៉ិនកូនដៃដាក់តកូនដៃមួយទៅយើងបិទបាំងវាចិត្តតែម្ដងបាទអញ្ចឹងឃើញថាស្អាតបាទ premium បាទមិនមែនដូចម៉ៃទៅជុះពួកអន់តម្លៃ20 30អីទេបាទនេះចេញមកគឺគេធ្វើមកលក្ខណៈ standard ខ្ពស់បាទហើយនេះគឺជា receiver សម្រាប់ Type C អានេះ receiver សម្រាប់ Lightning iPhone 14ចុះអានេះ Android 15 16 17ឯបានទាំងអស់បាទអញ្ចឹងវាឃើញថាវាមកជាមួយនឹងម៉ៃ2គ្រាប់បាទអញ្ចឹងយើងមានភ្ជាប់មកជាមួយនឹងម៉ៃ2គ្រាប់ងាយស្រួលនៅក្នុងការផលិតជា content បែបមានដៃគូមានអីហ្នឹងគឺយើងធ្វើត្រូវបាទយើងថតម្នាក់ឯងក៏បានពីរនាក់ក៏បានអញ្ចឹងអានេះវាមាន seal បិទសម្រាប់កន្លែងចម្លងថ្មរបស់វាយើងបកវាមកហើយយើងដាក់វាចូលប្រអប់ទៅឃើញថាវាសាកថ្មហើយអញ្ចឹងឥឡូវឃើញដាក់ចូលទៅឃើញថាវាមានថ្មហើយយើងសាកនៅប្រអប់វានេះសាកនៅប្រអប់វាហើយទាំងម៉ៃរបស់វានេះកាន់ថ្មបាន10ម៉ោងអញ្ចឹងទាំងប្រអប់វាទៀតបានចន្លោះពី30ម៉ោងជាងបាទហើយ receiver របស់វាអត់ត្រូវការសាកថ្មទេគ្រាន់តែថាវាអាចដាក់ចូលប្រអប់តែមួយគ្នាអានេះយើងដោតចូលទៅក្នុងទូរស័ព្ទគឺមានភ្លើងតែម្ដងអញ្ចឹងនៅក្នុងនោះវាក៏មកជាមួយនឹងกระดาษណែនាំបាទមកជាមួយនឹងกระดาษណែនាំផ្សេងបាទកាតរបស់ Holy Land បាទអញ្ចឹងនៅក្នុងនោះវាមកជាមួយនឹងកាបូបស៊ីនមួយផងដែរបាទថង់ស៊ីន original មួយដែលវាភ្ជាប់មកជាមួយដូចជាខ្សែសាកស៊ីនមួយហើយនេះប៉ុងសម្រាប់ទប់សម្លេងទប់ខ្យល់សម្រាប់យើងដាក់ពីលើវាបាទអញ្ចឹងវាមាន2មកគូតែម្ដងសម្រាប់ម៉ៃ2បាទអញ្ចឹងអត់មានអីទេគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងយើងបានតេស្តជូនអតិថិជនអស់ហើយឃើញថាវាមានភ្លើងមានថ្មធម្មតាអញ្ចឹងយើងនឹងដាក់ផ្ញើជូនគាត់នៅល្ងាចនេះបាទអរគុណច្រើនបាទសម្រាប់ការតាមដានវីដេអូនេះបើបងប្អូនចង់បានបាទ Holy Land យើងមានរហូតដល់3 model Lark A1 នេះ Lark M2 model មូលហើយនិង Lark M2S model clip នៅលើកអាវហើយក្រៅពីនោះយើងក៏មាន model ច្រើនផ្សេងទៀតដូចជា Mono DJI បាទ model ផ្សេងច្រើនទៀត M15 mini ក៏យើងមានដូចគ្នាបាទបងប្អូនត្រូវការអាចឆាតមកយើងមានបាទច្រើន model នៅក្នុង stock អរគុណតោះសួស្តីបងប្អូនអរគ្នាបាទឥឡូវនេះយើងមកមើលពីបាទ Stereo setting នៅលើ My Holy Land បាទហើយសម្រាប់ការធ្វើតេស្តផ្ទាល់នេះនៅលើ app របស់ Holy Land ដែល app នេះគឺវាមានភាពងាយស្រួលមែនតើបាទសម្រាប់ការ adjustment នៅលើ volume របស់វាយើងអាចតម្លើងបាទអញ្ចឹងដូចតែបងប្អូនឮនេះគឺខ្ញុំកំពុងតែតម្លាក់វាមកកម្មទី2កម្មទី3បាទបងប្អូនឮសំឡេងរបស់វាឡើងម្ដងតិចបាទអញ្ចឹងសម្រាប់យើងដាក់ប្រើមកល្មមខ្ញុំគិតថាកម្មទី5ហ្នឹងគឺវាសមរម្យហើយពាក់ព័ន្ធនឹង NC level នេះគឺមានន័យថា noise cancelling របស់វាការកាត់សំឡេងរំខានយើងបើកមកបាទនៅពេលដែលយើងបើកគឺវាមាន3កម្រិតបាទវាមានកម្រិតទី1 low បាទគឺការកាត់សំឡេងរំខានកម្រិតស្រាល medium ជាការកាត់សំឡេងរំខានកម្រិតមធ្យមហើយនឹងhigh ជាការកាត់សំឡេងរំខានកម្រិតទី3គឺកម្រិតធ្ងន់បាទកម្រិតខ្លាំងអញ្ចឹងបើសិនជាបងប្អូនថតគឺអាស្រ័យទៅលើទីតាំងជាក់ស្ដែងបើមានសំឡេងរំខានតិចយើងដាក់ low មកបាទបើសិនជាមានសំឡេងរំខានគួរសមយើងដាក់ medium ហើយបើករណីមានសំឡេងរំខានខ្លាំងនៅក្បែរផ្លូវក្បែរខ្នល់ឬក៏មានសំឡេងរំខានច្រើនក៏យើងប្រើ high អញ្ចឹងដូចបងប្អូនឮនេះគឺសំឡេងគឺវាខុសគ្នាបាទនៅពេលដែលយើងដាក់កម្រិតនៃការកាត់សំឡេងរំខានរបស់វាទៅគឺវាមានសភាពខុសគ្នាតិចចឹងទៅតែសម្រាប់ខ្ញុំ recommend ថា medium បើករណីថាយើងថតទូទៅណាយើងយកថា medium ហ្នឹងគឺសមរម្យហើយអានេះគឺជា mode stereo ហើយនិង mono វាបង្ហាញ graphic សំឡេងហ្នឹងពីរផ្សេងគ្នាបាទបើករណីយើងថត mic 2គឺវាឃើញពីរកម្មផ្សេងគ្នាតែម្ដងអញ្ចឹងអាហ្នឹងជារួមបើសិនជានេះយើងដាក់ mono ក៏បានដែរគឺវាឃើញតែមួយតែវារួមគ្នាតែមួយតែម្ដងបាទហើយនេះពាក់ព័ន្ធនឹង mic បាទយើង mute សំឡេងកុំឲ្យវាឮកាលណាយើងដាក់ទៅគឺវាក្រហម
វាឡើងពណ៌ក្រហមនៅលើម៉ៃគឺយើងថតទៅសំឡេងអត់ចូលទេបាទហើយអានេះគឺ EQ adjustment នេះវាពាក់ព័ន្ធនឹងសេរីសំឡេងបាទបន្ថែមតិចតួចដើម្បីឲ្យវាមានសភាពប្លែកណាឥឡូវជាមួយយើងសាកល្បងមើលយើងដាក់ low បាទ hello សួស្ដីបាទសួស្ដីខ្ញុំកំពុងតែបើកនៅលើ function EQ adjustment low បាទនេះ bright បាទយើងបើកទៅលើមុខងារសំឡេង bright តើវាមានភាពខុសគ្នាដែរទេបាទអញ្ចឹងនេះ equalization បាទគឺវាអាស្រ័យទៅលើចំណូលចិត្តរបស់យើងចូលចិត្តបែបមកយើងដាក់អញ្ចឹងទៅហើយអានេះ function reverb mode បាទអញ្ចឹងនៅពេលដែលយើងបើក reverb mode នេះគឺវាមានសំឡេង echo ជំនួយបាទអញ្ចឹងបើកាន់តែយើងដាក់ small គឺតិចតួចបាទសំឡេងគឺវាឡងតិចកាលណាយើងដាក់មធ្យមវារៀងឡងហ្នឹងវាមធ្យមកាលណាយើងដាក់ live គឺវាខ្លាំងអញ្ចឹងបើកាន់តែយើងច្រៀងលេងហ្គីតាយើងលក្ខណៈដូចតម្រូវការបងប្អូនជាក់ស្ដែងបាទចូលចិត្តបែបម៉េចយើងប្រើអញ្ចឹងទៅបើសម្រាប់ខ្ញុំបាទខ្ញុំក៏ចូលចិត្តច្រៀងលេងដូចគ្នាអញ្ចឹងម្ដងម្កាលយើងប្រើ reverb mode នេះល្អប៉ុន្តែបើអត់ចាំបាច់ទេយើងបិទវាហើយខាងក្រោមនេះគឺ mic សលេងនេះគេចែកពណ៌វាជាពីរបាទប៉ុន្តែយើងអត់ចាំបាច់បើកវាទេអាហ្នឹងហើយ schedule power off នេះក៏វាពាក់ព័ន្ធនឹងឲ្យវា automatic នៅក្នុងរយៈពេល15នាទីគឺវាបិទ auto បើកាលណាយើងអត់ប្រើអញ្ចឹងណាបាទអញ្ចឹងខាងក្រោមនេះ indicator light switch នេះកាលណាយើងបិទវាគឺភ្លើងនៅលើ mic របស់យើងគឺបិទតែម្ដងបាទអញ្ចឹងណាយើងចាំបាច់ត្រូវបើកវាដើម្បីងាយស្រួលមើលថាម៉ៃយើងកំពុងឈរនៅលើមុខងារអីបាទអញ្ចឹងសម្រាប់វីដេអូពាក់ព័ន្ធនឹងការប្រើ app របស់បាទ HoloLens Lark A1 គឺមានតែប៉ុណ្្នឹងបាទយើងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ